រឿងបរោះល្អនិងបរោះអាក្រក់នារីនេះជាសភៅដែលអូនធ្លាប់ប្រាប់បងថាចង់បានបងខំរកទិញវាទុកសម្រាប់ថ្ងៃពិសេសរបស់អូនសភៅស្អីទៅបញ្ញាអន់ពេកហើយនារីនេះជាខ្សែកពេជ្រតម្លៃរាប់ម៉ឺនដុល្លារណាសមនឹងសម្រស់អូនជាងអ្នកទាំងពីរឈប់ពង្អួតទៅនារីបងគ្មានអីក្រៅពីនំខេកដែលបងធ្វើដោយផ្ទាល់ដៃដើម្បីបញ្ជាក់ពីបេះដូងបងទេអូហូផ្អើលពេញហាងបាត់ទៅហើយនារីបងមានផ្កាកុលាប999តងសម្រាប់អូនតើអូនចង់ជ្រើសរើសយកអ្នកណាគេឈប់សិនអ្នកទាំងអស់គ្នាថ្ងៃនេះជាថ្ងៃខួបកំណើតខ្ញុំមិនមែនជាថ្ងៃប្រកួតជ្រើសរើសប្តីឡើយសូមរក្សាកិត្តិយសផងឲ្យបងសុំទោសផងណាមកពីបងស្រឡាញ់អូនពេកទើបបងមិនចង់ឲ្យនរណាមកដណ្ដឹងអូនមុនបងបញ្ញាឯងកុំចង់មកប្រៀបធៀបជាមួយយើងណានារីគេត្រូវការជីវិតរុងរឿងមិនមែនត្រូវការសភៅចាស់ហ្នឹងទេលុយរបស់ឯងមិនអាចទិញក្តីសុខបានទេរាជនារីគេស្គាល់ចិត្តយើងច្បាស់ជាងនរណាទាំងអស់ណែឈប់ឆ្លោះគ្នាទៅពួកឯងមើលចុះនារីគេដើរចាញ់បាត់ហើយនៅសល់តែពួកយើង4នាក់ហ្នឹងផ្កាកុលាបដ៏ស្រស់ស្អាតស្រាប់តែប្រែជាសមរភូមិចិត្តសាស្ត្ររវាងបុរស4រូបដែលមានចរិតខុសគ្នាស្រឡះនៅកន្លែងធ្វើការបញ្ញានិងរាជព្យាយាមយកចិត្តនារីតាមរបៀបផ្សេងគ្នាធ្វើឲ្យអ្នករួមការងារលួចសើចគ្រប់គ្នានារីបងទិញកាហ្វេដែលអូនចូលចិត្តយកមកផ្ញើណាកាហ្វេនេះបងដាក់ស្ករទិញព្រោះអូនផ្អែមស្រាប់ទៅហើយអរគុណបងបញ្ញាតែបងមិនបាច់ហត់រាល់ថ្ងៃចឹងទេនាំតែគេនិយាយតាមពួកយើងឡើយនារីកុំផឹកកាហ្វេអីមិនល្អចំពោះសុខភាពទេញ៉ាំផ្លែឈើនាំចូលពីអាមេរិកនេះវិញលោកអនុប្រធានរាជផ្លែឈើរបស់លោកអាចនឹងឆ្ងាញ់តែទឹកចិត្តរបស់ខ្ញុំវាមានតម្លៃជាងរបស់របរទាំងអស់នេះទឹកចិត្តនឹងស៊ីមិនឆ្អែតទេលោកបញ្ញានារីចាំល្ងាចនេះបងនឹងឲ្យតកុងឡានទៅទទួលអូនទៅញ៉ាំអីនៅសន្តាគារផ្កាយ5ណាខ្ញុំសុំទោសលោកទាំងពីរល្ងាចនេះខ្ញុំមានธุរៈផ្ទាល់ខ្លួនមិនអាចទៅជាមួយអ្នកណាម្នាក់បានទេចាឃើញទេរៀងនារីគេមិនចូលចិត្តមនុស្សបង្ខិតបង្ខំទេសំមុខឲ្យដែលគេបដិសេធអញ្ចឹងនោះបាត់មាត់ទៅនារីបើអូនទៅទេបងនឹងឈរចាំនៅមុខក្រុមហ៊ុននេះរហូតដល់អូនយល់ព្រមលោកចង់ធ្វើអីក៏ធ្វើចុះតែសុំកុំរំខានដល់ការងាររបស់អ្នកដទៃឲ្យសោះខ្ញុំសុំទៅធ្វើការវិញហើយសម្រស់នាំមកនៅបញ្ហាភាពថ្លៃថ្នូររបស់នារីបានคล้ายជាដៃឆក់ទាញយកបេះដូងបរោះទាំងពីរឲ្យកាន់តែវង្វេងភក្តីបានណាត់នារីមកជួបនៅសួនច្បារដែលពួកគេធ្លាប់លេងកាលពីក្មេងដើម្បីនិយាយពីអារម្មណ៍ពិននារីអូនចាំទេកន្លែងនេះបងធ្លាប់សន្យាថានឹងមិនអោយនរណាមកធ្វើបាបអូនជាដាច់ខាតបងភក្តីនារីចាំជានិច្ចតែពេលនេះគ្រប់យ៉ាងវាប្រែប្រួលអស់ហើយបងដឹងទេថាខ្ញុំមានសម្ពាធខ្លាំងណាស់បងដឹងបងឃើញមនុស្ស4នាក់ទៅដើមអូនបងមានអារម្មណ៍ថាខ្លួនឯងអន់ណាស់ដែលគ្មានលុយគ្មានបុណ្យស័ក្តិដូចគេហេតុអីបងនិយាយបែបហ្នឹងសម្រាប់ខ្ញុំបងគឺជាមនុស្សម្នាក់ដែលយល់ចិត្តខ្ញុំបំផុតបងមិនបាច់ប្រៀបធៀបជាមួយអ្នកណាឡើយបើបងសុំឲ្យអូនឈប់តាក់ទងអ្នកទាំង3នោះតើអូនអាចធ្វើបានទេបងខ្លាចពួកគេធ្វើឲ្យអូនយំខ្ញុំមិនបានតាក់ទងគេក្នុងន័យស្នេហាទេបងតែពួកគេមកដោយខ្លួនឯងខ្ញុំពិតជាពិបាកដោះស្រាយណាស់នារីបងស្រឡាញ់អូនលើសពីមិត្តភក្តិអូនដឹងទេបងចង់មើលថែអូនអស់មួយជីវិតបងភក្តីសុំទោសដែលខ្ញុំមិនទាន់អាចផ្ដល់ចម្លើយឲ្យបងបាននៅពេលនេះទុកពេលឲ្យខ្ញុំបន្តិចទៅមិនអីទេបងនឹងរងចាំអូនជានិច្ចទោះបីជាត្រូវចាំដល់ថ្ងៃស្លាប់ក៏បងសុខចិត្តដែរពាក្យថាមិត្តភក្តិคล้ายជាជញ្ជាំងដែលធ្វើឲ្យភក្តីឈឺចាប់បំផុតកាលបើចិត្តចង់คล้ายជាម្ចាស់បេះដូងសង្ហាបានរៀបចំផែនការបង្កើតរឿងយល់ច្រឡំដើម្បីឲ្យបរិស3នាក់ទៀតឆ្លោះគ្នាហើយគេជាអ្នកចំណេញជំរាបសួរបងរាជខ្ញុំឃើញនារីកំពុងតែអង្គុយញ៉ាំបាយជាមួយបញ្ញាយ៉ាងផ្អែមល្ហែមនៅហាងក្បែរមាត់ទន្លេស្អីគេអាបញ្ញានឹងហ៊ានម្ល៉េះល្អ
ចាំមើលអញទៅកំតិចវាឥឡូវហ្នឹងភក្តីអើយនារីត្រូវរេកបង្ខំឲ្យឡើងឡានបាត់ទៅហើយបញ្ញាប់មកជួយនាងភ្លាមទៅឯណានៅកន្លែងណាបើរេកហ៊ានប៉ះនារីសំបីតែជីវិតក៏យើងមិនស្ដាយដែរអើយឆ្លោះគ្នាទៅពួកឯងឲ្យទៅពួកឯងស្អប់គ្នានារីច្បាស់ជាធ្លាក់មកលើដៃអញមិនខាន បងសង្ហាបងកំពុងតែនិយាយជាមួយអ្នកណាហើយហេតុអីបានជាបងសើចបែបនេះ អូនារីណែបងគ្រាន់តែនិយាយលេងជាមួយមិត្តភ័ក្តិបន្តិចបន្តួចតាគ្មានអីទេថ្ងៃនេះអូនស្អាតណាស់ បងក៏មកប្រើសម្ដីផ្អាប់ដាក់ខ្ញុំដឹងថាបងជាមនុស្សបែបណាឈប់ធ្វើរឿងអត់ប្រយោជន៍ទៅបង ខណៈដែលអ្នកដតីប្រើបេះដូងសង្ហាបែរជាប្រើល្បិចដើម្បីដណ្ដើមយកជ័យជំនះក្នុងល្បែងស្នេហានេះបរិះទាំង4នាក់ជួបគ្នាដោយសារល្បិចសង្ហាហើយស្ទុះមកជេរប្រមាថគ្នាទៅវិញទៅមកនៅចំពោះមុខនារីអាបញ្ញាឯងហ៊ានលួចណាត់នារីមកទីនេះផងមែនទេឬក៏ឯងចង់សាកក្តាប់ដៃអញលោកអនុប្រធានរាជលោកយល់ច្រឡំហើយខ្ញុំគ្រាន់តែមកតាមការណាត់របស់សង្ហាប៉ុណ្ណោះតារាជឯងដោះលែងនារីភ្លាមបើឯងមិនចង់មានរឿងជាមួយយើងទេឯងចេញឲ្យឆ្ងាយពីនាងទៅ គ្រប់គ្នាស្ងាត់ភ្លាមតើអ្នកទាំងអស់គ្នាឈួតអស់ហើយមែនទេសង្ហាបងជាអ្នករៀបចំរឿងនេះមែនទេ ខ្ញុំគ្រាន់តែចង់ឲ្យទាំងអស់គ្នាបានជួបជុំគ្នាកុំឲ្យមានការលាក់បាំងនឹងគ្នាប៉ុណ្ណោះតាលាក់បាំងស្អីអាសង្ហាឯងចង់ប្រើល្បិចមែនទេនារីមើលចុះមនុស្សដែលអូនរាប់អានសុទ្ធតែពួកបោកប្រាស់ឯងនឹងហើយដែលបោកប្រាស់ជាងគេនោះរាជប្រើលុយដើម្បីទិញទឹកចិត្តមនុស្សឯងមិនខ្មាស់ខ្លួនឯងទេអី ឈប់ឆ្លោះគ្នាទៅអ្នកទាំងអស់គ្នាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្លួនឯងជាចំណីសម្រាប់ដណ្ដើមគ្នាខ្ញុំមិនមែនជារបស់លេងទេ នារីបងសុំទោសណាពួកយើងគ្រាន់តែស្រឡាញ់អូនពេកទើបគ្រប់គ្រងអារម្មណ៍មិនបានទឹកទន្លេដែលធ្លាប់តែស្ងប់ស្ងាត់បែរជាប្រែជាជ្រួលច្របល់ដោយសារតែភ្លើងប្រច័ណ្ឌដែលគ្មានហេតុផលម្ដាយរបស់នារីបានដឹងរឿងរ៉ាវទាំងអស់ក៏ហៅបរិះទាំង4នាក់មកជួបនៅផ្ទះដើម្បីផ្ដល់ជាមេរៀន អ្នកកំឡោះទាំង4អើយមីងដឹងថាពួកឯងម្នាក់សុទ្ធតែស្រឡាញ់កូនស្រីមីងតែស្នេហាមិនមែនជាការដណ្ដើមគ្នាដូចក្មេងលេងបៃលុកបៃឡឡើយ អ្នកមីងខ្ញុំអាចមើលថែនារីឲ្យមានសេចក្តីសុខបំផុតខ្ញុំមានអ្វីគ្រប់យ៉ាងសម្រាប់នាង លុយកាក់សំខាន់មែនតែកូនស្រីមីងមិនមែនជាទំនិញសម្រាប់លក់ដូរទេចុះឯងវិញបញ្ញា ខ្ញុំមានចំណេះដឹងនិងភាពស្មោះត្រង់សម្រាប់នារីបានខ្ញុំនឹងមិនឲ្យនាងពិបាកចិត្តនោះទេ ឯងនិយាយស្រួលណាស់តែពេលមានបញ្ហាតើឯងរឹងមាំគ្រាន់នឹងការពារនាងទេចុះសង្ហានឹងភក្តីវិញ ខ្ញុំនឹងធ្វើឲ្យនារីសាច់រាល់ថ្ងៃបានសេចក្តីសុខរបស់នាងគឺជាអ្វីដែលខ្ញុំចង់បានខ្ញុំគ្មានអីទេណាមីងខ្ញុំមានតែជីវិតមួយដែលហ៊ានបដូរដើម្បីសុវត្ថិភាពនារីគ្រប់ពេល ល្អណាស់បើពួកឯងស្រឡាញ់នាងពិតចូលបង្ហាញដោយការលះបង់មិនមែនការបង្ខំឬការប្រើល្បិចឡើយទុកឲ្យនារីជាអ្នកជ្រើសរើសដោយខ្លួនឯងអរគុណអ្នកម៉ែអ្នកទាំងអស់គ្នាស្ដាប់ឮហើយមែនទេបានអ្នកណានៅតែបង្កបញ្ហាទៀតខ្ញុំនឹងមិនជួបមុខរហូតដល់ស្លាប់ ពាក្យសម្ដីរបស់មនុស្សចាស់បានធ្វើឲ្យយុវជនទាំង4នាក់ចាប់ផ្ដើមចេះគិតពិចារណាឡើងវិញពីតម្លៃនៃស្នេហាស្រាប់តែមានរឿងអាក្រក់កើតឡើងផ្ទះរបស់នារីត្រូវភ្លើងឆេះយ៉ាងសន្ធោសន្ធៅខណៈដែលនាងកំពុងតែដេកលក់នៅខាងក្នុង ជួយផងម៉ែជួយកូនផងផ្សែងខ្លាំងណាស់កូនដកដង្ហើមមិនរួចទេអើយបងភក្តីជួយខ្ញុំផងជួយផង ព្រះអើយភ្លើងឆេះខ្លាំងម្ល៉េះបើខ្ញុំចូលទៅប្រកាសជាស្លាប់មិនខានទេឡានពលុតអគីភ័យនៅណាទៅនារីអូននៅក្នុងមែនទេបងចង់ចូលទៅជួយណាស់តែបងខ្លាចភ្លើងកុំនៅក្បែរនេះអីវាគ្រោះថ្នាក់ណាស់ពួកយើងត្រូវទៅហៅឲ្យគេមកជួយឲ្យលឿនឡើងមកនារីកុំភ័យបងមកជួយអូនហើយមើលចុះបរិះម្នាក់នោះហ៊ានបដូរជីវិតចូលទៅក្នុងភ្លើងហើយពិតជាគួរឲ្យទៅសើមែន
នារីអូនសុវត្ថិភាពហើយបងមិនឲ្យអូនកើតអីទេក្នុងគ្រាអាសន្នមាសពិតមិនខ្លាចភ្លើងចិត្តស្មោះពិតប្រកបត្រូវបានលាតត្រដាងយ៉ាងច្បាស់ក្រោយហេតុការណ៍ភ្លើងឆេះរាជនិងបញ្ញាមានអារម្មណ៍ខ្មាស់អៀនបំផុតដែលខ្លួនមិនហ៊ានចូលទៅជួយនារីដូចភក្តីបញ្ញាឯងឃើញទេកាលពីមុនយើងអួតថាខ្លាំងតែពេលមានរឿងពិតប្រាកដយើងបែរជាញ័រជើងម្នាក់មែនហើយរាជខ្ញុំខ្មាស់ខ្លួនឯងណាស់សម្ដីផ្អែមរបស់ខ្ញុំមិនអាចជួយជីវិតនារីបានសូម្បីតែបន្តិចភក្តីគេប្រើបេះដូងការពារនារីឯយើងប្រើតែអំនួតដើម្បីយកឈ្នះពួកយើងពិតជាមិនសមនឹងនារីទេអញ្ចឹងតើពួកយើងគិតធ្វើម៉េចបន្តទៀតឃើញភក្តីដេករបួសនៅពេទ្យបែបនេះខ្ញុំមានអារម្មណ៍ថាខ្លួនឯងជាមនុស្សអន់បំផុតពួកយើងត្រូវតែទៅសុំទោសគេហើយទទួលស្គាល់ការពិតព្រោះស្នេហាមិនមែនជាការយកឈ្នះលើអ្នកដទៃទេគឺការលះបង់នឹងហើយឯងនិយាយត្រូវហើយរាជថ្ងៃនេះឯងនិយាយមានន័យជាងរាល់ដងទៅទៀតសង្ឃឹមថាសង្ហាក៏គិតឃើញដូចយើងដែរអាសង្ហានោះចរិតមិនកែទេតែមិនអីទេឲ្យតពួកយើងដឹងខ្លួនខុសវាក៏ជាការចាប់ផ្ដើមល្អមួយដែរអរគុណលោកទាំងពីរដែលបានមកសួរសុខទុក្ខខ្ញុំដឹងថាគ្រប់គ្នាក៏បារម្ភពីខ្ញុំដែរភាពបរាជ័យក្នុងរឿងស្នេហាបានคล้ายជាគ្រូបង្ហាត់បង្រៀនឲ្យបរិសុទ្ធទាំងពីរคล้ายជាមនុស្សពេញវ័យដែលមានគំនិតគិតវែងឆ្ងាយរាជបញ្ញានិងភក្តីបានរួមដៃគ្នាធ្វើបាបសង្ហាដើម្បីឲ្យគេរៀងចាលនិងល្បិចកលអាក្រក់នារីអើយបងបារម្ភពីអូនស្ទើរតែដាច់ខ្យល់ទៅហើយបងខំទៅរកទិញថ្នាំបុរាណឲ្យអូនញ៉ាំឲ្យឆាប់ជាឈប់សិនអាសង្ហាហើយមិនបាច់មកធ្វើពុតទេពួកយើងដឹងរឿងដែលឯងទេភូតពួកយើងរឿងនៅមាត់ទន្លេអស់ហើយតែខ្ញុំគ្រាន់តែលេងសើចបន្តិចបន្តួចតាកុំខឹងមើពួកយើងជាមិត្តភក្តិនឹងគ្នាណាបើជាមិត្តភក្តិគេមិនប្រើល្បិចឲ្យមិត្តភក្តិឆ្លោះគ្នាដើម្បីទៅដើមស្រីអញ្ចឹងទេអាសង្ហាងូតទឹកឲ្យតិចទៅឯងហ៎បើនៅតែប្រើល្បិចទៀតលើកក្រោយមិនត្រឹមតែទឹកតិចទេវើយអាយអូយតិចណាស់ខ្ញុំសន្យាហើយខ្ញុំឈប់ធ្វើអញ្ចឹងទៀតហើយជួយផងនារីសំមកបងហើយបងសង្ហាធ្វើបន់បានបន់ធ្វើបាបបានបាបស្គាល់រសជាតិទឹកត្រជាក់ម្ដងទៅសំណើចបានកើតឡើងចំកណ្ដាលភាពតានតឹងបង្ហាញពីការបញ្ចប់នៃជម្លោះដែលគ្មានន័យនារីបានសម្រេចចិត្តប្រកាសប្រាប់គ្រប់គ្នាថាតើអ្នកណាគឺជាម្ចាស់បេះដូងពិតប្រាកដរបស់នាងថ្ងៃនេះខ្ញុំចង់ប្រាប់ការពិតដល់អ្នកទាំងអស់គ្នាបងរាជបងបញ្ញាបងសង្ហាអ្នកទាំងអស់គ្នាគឺជាមនុស្សល្អតែចាត់ខ្ញុំមានម្ចាស់រួចហើយបងដឹងចម្លើយអស់ហើយនារីអូនជ្រើសរើសយកភក្តីមែនទេបងសុខចិត្តទទួលយកការចាញ់នេះដោយស្មោះបងក៏អញ្ចឹងដែរភក្តីគេស័ក្តិសមជាមួយនឹងអូនបំផុតព្រោះគេហ៊ានបដូរជីវិតដើម្បីអូនចំណែកបងមានតែសម្ដីទទេហ្នឹងខ្ញុំក៏សុំទោសដែរនារីខ្ញុំនឹងឈប់រំខាននារីទៀតហើយសុំត្រឹមតែជាបងប្រុសម្នាក់ក៏អស់ចិត្តដែរបងភក្តីអូនអរគុណបងដែលមើលថែអូនតាំងពីតូចមករហូតដល់ថ្ងៃនេះអូនស្រឡាញ់បងបំផុតនារីបងស្មានតែបងគ្មានសង្ឃឹមទៅហើយអរគុណអូនណាស់ដែលផ្ដល់ឱកាសឲ្យបងល្អណាស់កូនសេចក្តីស្រឡាញ់ដែលផ្ដើមចេញពីភាពស្មោះត្រង់វានឹងថិតថេរជានិរន្តរ៍តោះពួកយើងថ្ងៃនេះខ្ញុំប៉ាវជប់លៀងអបអរសាទរដល់គូស្នេហ៍ថ្មីនេះម្ដងទោះជាចាញ់ស្នេហ៍តែយើងឈ្នះមិត្តភាពការប្រកួតប្រជែងបានបញ្ចប់ទៅដោយសន្តិវិធីជំនួសមកវិញនូវការយល់ចិត្តនិងការឲ្យតម្លៃគ្នាទៅវិញទៅមកពិធីមង្គលការត្រូវបានរៀបចំឡើងយ៉ាងអធិកអធមភក្តីនិងនារីក្រុងឈុតការយ៉ាងសមសួនជាទីបំផុតកូនទាំងពីរចាប់ពីថ្ងៃនេះទៅត្រូវចេះយល់ចិត្តគ្នាអត់ឱនឲ្យគ្នាទើបជីវិតប្តីប្រពន្ធរស់នៅបានយូរអង្វែងបាទអ្នកម៉ែខ្ញុំសន្យានឹងមើលថែនារីឲ្យបានល្អជាងជីវិតខ្ញុំទៅទៀត
ខ្ញុំមិនឲ្យនាងខកបំណងទេ ខ្ញុំក៏នឹងធ្វើជាប្រពន្ធដ៏ល្អដើម្បីតបស្នងនៅក្តីស្រឡាញ់ដែលបងភក្តីផ្ដល់ឲ្យខ្ញុំរហូតមក ជ័យយោមិត្តភ័ក្តិរបស់ខ្ញុំបានគ្នាហើយនេះជាកាដូពីបងណា គឺជាដំណើរកម្សាន្តទៅអឺរ៉ុបសម្រាប់អ្នកទាំងពីរនេះជាប័ណ្ណសំប្រាក់សម្រាប់កូនដំបងរបស់អ្នកទាំងពីរចាំបងធ្វើជាឪពុកធម៌ឲ្យក្មេងម្នាក់នឹងណាកុំភ្លេចខ្ញុំនឹងជួយថតរូបស្អាតឲ្យពេញពិធីការតែម្ដងធានាថាលុយជាងគេនៅក្នុងភូមិអរគុណពួកឯងណាស់បើគ្មានពួកឯងទេថ្ងៃនេះក៏ប្រហែលជាគ្មានន័យបែបនេះដែរ មិត្តភាពពិតជាអស្ចារ្យមែនពេលមនុស្សដែលធ្លាប់ដណ្ដើមគ្នាឥឡូវខ្លាចជាអ្នកដែលជូនពរគ្នាដោយស្មោះ សំឡេងភ្លេងការបន្លឺឡើងនាំមកនៅសញ្ញានៃការចាប់ផ្ដើមថ្មីដែលពោរពេញដោយភាពកក់ក្ដៅនិងសុភមង្គលភក្តីនិងនារីរស់នៅជាមួយគ្នាយ៉ាងមានសេចក្តីសុខតែពេលខ្លះក៏មានការយល់ច្រឡំបន្តិចបន្តួចដូចជីវិតពិតនារីហេតុអីក៏អូននៅតែទទួលទូរស័ព្ទពីបងរាជរាល់យប់អញ្ចឹងបងដឹងតែគេជាមិត្តតែបងនៅតែមានអារម្មណ៍មិនល្អសោះ បងភក្តីបងរាជគាត់មានបញ្ហាក្នុងក្រុមហ៊ុនតែគាត់ចង់ពិគ្រោះជាមួយខ្ញុំបងកុំគិតច្រើនអីក្នុងចិត្តខ្ញុំមានតែបងម្នាក់គត់ បងសុំទោសប្រហែលជាបងស្រឡាញ់អូនពេកទើបបងប្រច័ណ្ឌមិនដឹងរឿងបែបនេះ បងត្រូវចាំណាបងគឺជាអ្នកដែលជួយជីវិតខ្ញុំពីភ្លើងបើគ្មានបងខ្ញុំក៏គ្មានថ្ងៃនេះដែរគ្មានអ្នកណាមកជំនួសបងបានឡើយ បងដឹងហើយបងនឹងជឿជាក់លើអូនជានិច្ចសុំទោសណាដែលបងប្រើសម្ដីមិនល្អដាក់អូនបាញ់មិញនេះ មិនអីទេបងប្តីប្រពន្ធដូចអណ្ដាតនឹងថ្មិញតែសំខាន់បំផុតគឺយើងត្រូវចេះនិយាយគ្នាឲ្យឆាប់យល់ តោះអូនទៅញ៉ាំបាយដែលម៉ែធ្វើឲ្យទៅថ្ងៃនេះមានម្ហូបដែលអូនចូលចិត្តទៀតផងណា ចាបងអរគុណដែលបងតែងតែយកចិត្តទុកដាក់លើអូនរាល់រឿងតូចតាចបែបនេះ ជីវិតប្តីប្រពន្ធមិនមែនមានតែផ្កាកុលាបទេតែវាជាការអត់ធ្មត់និងការជឿជាក់លើគ្នាទៅវិញទៅមកនារីមានផ្ទៃពោះធ្វើឲ្យគ្រួសារទាំងមូលរួមទាំងមិត្តភ័ក្តិទាំង3នាក់ត្រេកអរជាខ្លាំង បងភក្តីអូនមានដំណឹងល្អចង់ប្រាប់បងគឺពួកយើងចិត្តមានសមាជិកថ្មីហើយ អូនថាម៉េចអូនមានកូនមែនទេព្រះអើយបងសប្បាយចិត្តណាស់នារីអរគុណអូនខ្លាំងណាស់ស្អីគេអញនឹងចិត្តមានក្មួយមែនទេអាភក្តីឯងប្រកែមែនវើយចាំមើលបងនឹងទិញរបស់លេងឲ្យក្មួយឲ្យពេញផ្ទះត្មងខ្ញុំនឹងរៀបចំសភៅល្អសម្រាប់ក្មេងរៀនតាំងពីនៅក្នុងពោះធានាថាធំឡើងឆ្លាតដូចជាពូបញ្ញាមិនខានកុំភ្លេចណាបើកូនប្រុសខ្ញុំនឹងបង្រៀនឲ្យចេះញ៉ាយស្រីឲ្យខ្លាំងអូសំទោសបង្រៀនឲ្យរាក់ទាក់មិត្តភ័ក្តិឲ្យប្រកែដូចពូសង្ហា អូយមើលចុះកូនក្មេងមិនទាន់កើតផងមានអ្នកចាំយកចិត្តច្រើនម្លេះចៅយាយច្បាស់ជាមានសំណាងខ្លាំងណាស់ហើយកូនអើយកូនឃើញទេកូនកើតមកក្នុងសេចក្តីស្រឡាញ់របស់មនុស្សគ្រប់គ្នាចូលធំឡើងធ្វើជាមនុស្សល្អណាស់កូន បងសន្យានឹងធ្វើជាឪពុកដ៏ល្អបំផុតដើម្បីអូននិងកូនរបស់យើងក្មេងតូចដែលមិនទាន់ដឹងក្តីបានក្លាយជាចំណងដៃដ៏មានន័យបំផុតសម្រាប់មិត្តភាពរបស់ពួកគេទាំង4ក្រុមហ៊ុនរបស់រាជជួបវិបត្តិហិរញ្ញវត្ថុចិត្តខ្សែធនមិត្តភ័ក្តិទាំងអស់បានរួមកម្លាំងគ្នាជួយសង្គ្រោះពួកឯងបងសំទោសដែលធ្លាប់អួតអាងឥឡូវក្រុមហ៊ុនបងចិត្តអាលាយហើយបងពិតជាអស់សង្ឃឹមណាស់បងរាជកុំនិយាយបែបហ្នឹងពួកយើងជាមិត្តនឹងគ្នាតើពេលបងមានទុកពួកយើងមិនឈរមើលនោះទេខ្ញុំនឹងជួយរៀបចំផែនការស្ដារសេដ្ឋកិច្ចឲ្យឯងវិញពួកយើងនឹងមិនបដ ாய் ឲ្យឯងដួលទេ ខ្ញុំក៏មានប្រាក់សន្សំខ្លះដែរបងយកតែប្រាស់សិនទៅទម្រាំតែស្ថានភាពធូរស្រាល នារីភក្តីបងធ្លាប់ចង់ទៅដើមអូនពីគេតែឥឡូវអូនបែរជាមកជួយបងនៅក្នុងគ្រាអាសន្នទៅវិញមិនបាច់និយាយច្រើនទេបងរាជពួកយើង4នាក់ទៅដើមផ្កាម្តងមិនឈ្នះតែពួកយើងរួមគ្នាឈ្នះរាល់ឧបសគ្គបានត្រូវហើយពួកយើងនឹងបង្ហាញឲ្យពិភពលោកនេះដឹងថាសាមគ្គីភាពរបស់មិត្តភ័ក្តិ
វាខ្លាំងជាងលុយកក់ទៅទៀតអរគុណទាំងអស់គ្នាហើយបងនឹងមិនភ្លេចទឹកចិត្តអ្នកទាំងអស់គ្នាទេថ្ងៃនេះបងទៅតែដឹងថាអ្នកណាជាមិត្តពិតអ្នកណាជាមិត្តខ្លាញ់ខ្លាយមិត្តភាពដែលឆ្លងកាត់ភ្លើងស្នេហាបានប្រែជាដៃថែបដែលមិនអាចបំបែកបានក្នុងគ្រាអាសន្នក្រុមហ៊ុនរាជបានរស់ឡើងវិញហើយមិត្តភ័ក្តិទាំងអស់កាន់តែជិតស្និទ្ធនឹងគ្នាជាងមុនជ័យយោពួកយើងធ្វើបានហើយក្រុមហ៊ុនឥឡូវនេះដើរស្រួលវិញហើយអរគុណបញ្ញានិងភក្តីណាស់ដែលជួយជ្រោមជ្រែងរៀងនេះជាជោគជ័យរួមគ្នាតើឲ្យតែយើងចេះជួយគ្នាគ្មានអ្វីដែលថាធ្វើមិនបាននោះទេឥឡូវបងរាជមានលុយវិញហើយអញ្ចឹងកុំភ្លេចរកប្រពន្ធឲ្យបានម្នាក់ទៅណាក្រែងលោឈប់មកតាមញ៉ែនារីទៀតអើយអញរៀងចាលហើយអាសង្ហាអញរកឃើញហើយថាសេចក្តីសុខមិនមែននៅត្រង់ការដដើមគេទេគឺនៅត្រង់ការចែករំលែកល្អណាស់បងឥឡូវដល់ពេលពួកយើងទៅញ៉ាំអីជុំគ្នាម្ដងហើយលើកនេះបងរាជជាអ្នកប៉ាវណាចាំខ្ញុំជួយរៀបចំម្ហូបឆ្ងាញ់ៗនៅផ្ទះថ្មីយើងវិញញ៉ាំនៅផ្ទះមានសេចក្តីសុខជាងញ៉ាំនៅហាងទៅទៀតមើលចុះឃើញកូនស្រឡាញ់គ្នាអញ្ចឹងមីងសប្បាយចិត្តណាស់បើកាលពីមុនវិញនៅតែដណ្ដើមគ្នាប្រហែលជារលាយអស់ហើយពិតមែនហើយណាមីងមេរៀនដែលណាមីងផ្ដល់ឲ្យកាលពីលើកមុនគឺពិតជាមានតម្លៃសម្រាប់ពួកយើងណាពីគូប្រជែងស្នេហាคล้ายជាដៃគោចំនួននឹងមិត្តស្លាប់រស់បង្ហាញពីការអភិវឌ្ឍដ៏អស្ចារ្យនៃចិត្តមនុស្សកូនប្រុសរបស់ភក្តីនិងនារីធំដឹងក្តីបន្តិចភក្តីបានបង្រៀនកូនឲ្យស្គាល់ពីតម្លៃនៃមិត្តភាពដែលគេធ្លាប់ឆ្លងកាត់កូនសម្លាញ់កូនឃើញពូទាំង3នាក់នោះទេកាលពីមុនពួកប៉ាធ្លាប់ឆ្លោះគ្នាខ្លាំងណាស់ព្រោះតែដដើមម៉ាក់កូនឯងនឹងចុះហេតុអីបានជាឥឡូវប៉ានិងពូស្រឡាញ់គ្នាអញ្ចឹងវិញប៉ាព្រោះពួកប៉ាដឹងថាការយកឈ្នះដោយកម្លាំងឬល្បិចកលវាមិននាំមកនូវសេចក្តីសុខឡើយមានតែការអភ័យទោសទៅជាមិត្តពិតត្រូវហើយក្មួយពូរាជធ្លាប់អាត្មានិយមតែពូបានរៀនសូត្រពីប៉ាកូនថាចិត្តស្មោះវាមានតម្លៃជាងមាសប្រាក់ចំណែកពូបញ្ញាក៏បានរៀនថាចំណេះដឹងត្រូវប្រើដើម្បីជួយមិត្តភក្តិមិនមែនប្រើដើម្បីមើលងាយគេនោះទេហើយពូសង្ហាក៏ឈប់ប្រើល្បិចកលដែរព្រោះល្បិចកលនាំមកនូវភាពឯកោតែប៉ុណ្ណោះខ្ញុំចង់ធ្វើជាមនុស្សល្អដូចប៉ានិងពូដែរខ្ញុំនឹងស្រឡាញ់មិត្តភក្តិឲ្យបានច្រើនល្អណាស់កូនចងចាំណាស្នេហាធ្វើឲ្យយើងមានសេចក្តីសុខតែមិត្តភាពធ្វើឲ្យយើងរឹងមាំការផ្ទេរបទពិសោធន៍ពីជំនាន់មួយទៅជំនាន់មួយគឺជាគ្រាប់ពូជនៃសេចក្តីល្អដែលនឹងដុះដាលមិនចេះចប់គ្រប់តួអង្គទាំងអស់អង្គុយជុំគ្នាមើលថ្ងៃលិចនៅមុខផ្ទះថ្មីរបស់នារីបង្កប់ដោយស្នាមញញឹមនិងសន្តិភាពនៅក្នុងចិត្តបងភក្តីអរគុណដែលបងហ៊ានលះបង់ជីវិតដើម្បីជួយខ្ញុំអរគុណដែលបងមិនដែលបោះបង់ខ្ញុំចោលក្នុងគ្រាលំបាកបងក៏អរគុណអូនដែរនារីដែលផ្ដល់ឱកាសឲ្យបរិសសាមញ្ញដូចជាបងនេះបានក្លាយជាម្ចាស់បេះដូងអូនណែកុំអរគុណតែពីអ្នកឯងពេកពួកយើង3នាក់ក៏ជាចំណែកមួយដែលធ្វើឲ្យស្នេហានេះកាន់តែរឹងមាំដែរណានឹងហើយត្រូវហើយបើគ្មានពួកយើងមកដដើមទេភក្តីប្រហែលជាមិនដឹងថាគេស្រឡាញ់នារីខ្លាំងដល់ថ្នាក់នឹងទេមែនហើយពួកយើងគឺជាតួអង្គរងដ៏ល្អបំផុតនៅក្នុងសាច់រឿងស្នេហារបស់អ្នកទាំងពីរមើលចុះមេឃស្អាតណាស់ថ្ងៃនេះដូចជាចិត្តរបស់ពួកកូនអញ្ចឹងស្រឡះល្អគ្មានពពកខ្មៅឡើយបងស្រឡាញ់អូនណាស់ហើយបងនឹងស្រឡាញ់មិត្តភក្តិយើងទាំងអស់គ្នារហូតដល់ថ្ងៃចុងក្រោយនៃជីវិតខ្ញុំក៏ស្រឡាញ់គ្រប់គ្នាដែរសេចក្តីសុខរបស់ខ្ញុំគឺមានអ្នកទាំងអស់គ្នានៅក្បែរបែបនេះស្នេហាដែលពិតប្រាកដមិនមែនជាការដណ្ដើមយកមកធ្វើជាកម្មសិទ្ធិម្នាក់ឯងដោយកម្លាំងបាយឡើយតែវាគឺជាការលះបង់ការយល់ចិត្តនិងការផ្ដល់កិត្តិយសឲ្យគ្នាទៅវិញទៅមកនៅពេលដែលយើងចេះអភ័យទោស
នឹងរួមសាមគ្គីគ្នាសូម្បីតែសត្រូវក៏អាចក្លាយជាមិត្តស្លាប់រស់បានដែរចប់ដោយបរិបូរណ៍សូមអរគុណរឿងរកលុយបានច្រើននៅតែមិនសល់មិនយល់សោះពិតជាមិនយល់មែនតាខែនឹងខ្ញុំខំធ្វើការថែមម៉ោងខំរកចំណូលបានច្រើនជាងខែមុនជិត2ដងចុះហេតុអីបានជាទឹមមិនដាច់ខែសោះលុយក្នុងគណនីសល់មិនដល់$10អញ្ចឹងតើវាហោះទៅណាអស់យ៉ាងម៉េចទៅហើយក្មួយថ្នោតឃើញអង្គុយធ្វើមុខដូចជាបាត់តម្រៃអញ្ចឹងនោះតើមានរឿងអីមែនទេអូពូបញ្ញាគឺរឿងលុយហ្នឹងណាពូខ្ញុំឆ្ងល់ណាស់ខ្ញុំមិនមែនជាអ្នកដើរលេងយប់ឬក៏លេងល្បែងអីផងតែមិនក៏លុយវាមិននៅសល់អញ្ចឹងមកពីក្មួយឯងកំពុងតែជាប់អន្ទាក់ជីវិតស៊ីវិល័យដែលមើលមិនឃើញនឹងភ្នែកនឹងឯងជីវិតស៊ីវិល័យអីទៅពូខ្ញុំរស់នៅធម្មតាសោះនឹងគ្រាន់តែទិញរបស់ប្រើប្រាស់ចាំបាច់និងញ៉ាំអីឆ្ងាញ់ឆ្ងាញ់បន្តិចបន្តួចសោះបន្តិចបន្តួចនឹងហើយដែលជាមេកំណាចក្មួយដឹងអត់រុនតូចមួយក៏អាចធ្វើឲ្យកប៉ាល់យក្សលិចបានដែរណាហើយចុះរុនលុយរបស់ខ្ញុំនៅណាខ្លះទៅពូជួយវះកាត់ឲ្យខ្ញុំដឹងផងមើលទៅខ្ញុំវិញអស់ហើយតោះអញ្ចឹងយើងមកពិនិត្យមើលទម្លាប់រស់នៅប្រចាំថ្ងៃរបស់ក្មួយឯងទាំងអស់គ្នាមើលថាតើវាធ្លាយនៅត្រង់ណាខ្លះបាទពូបើមិនដឹងមូលហេតុខែនេះទេខែក្រោយច្បាស់ជាដាច់បាយមិនខានតោះសាកមើលរបស់ដែលក្មួយទំទិញតាមអនឡាញខែនឹងទៅមើលតើមានរបស់ណាខ្លះដែលក្មួយមិនទាន់បានប្រើគឺមានកាស Bluetooth ថ្មីមួយព្រោះឃើញគេបញ្ចុះតម្លៃ 50% ហើយមានស្បែកជើងរត់ប៉ុណ្ណឹងមកគូលទៀតទោះបីជាខ្ញុំមិនសូវបានរត់ក៏ដោយនឹងហើយសម័យឥឡូវគេដេញតាមយើងដល់ក្នុងទូរស័ព្ទគេប្រើពាក្យថាបញ្ចុះតម្លៃដើម្បីធ្វើឲ្យក្មួយមានអារម្មណ៍ថាបើមិនទិញគឺខាតមែនពូពេលឃើញផ្ទាំងផ្សាយពាណិជ្ជកម្មលោតមកខ្ញុំមានអារម្មណ៍ថាវាចាំបាច់ណាស់តែទិញមកទុកចោលដដែលក្មួយត្រូវបែងចែកឲ្យច្បាស់រវាង need របស់ចាំបាច់និង want របស់ដែលគ្រាន់តែចង់បានមនុស្សសម័យនេះច្រឡំ want ជា need អស់ហើយចុះបើរបស់នឹងវាស្អាតហើយមិត្តភក្តិខ្ញុំម្នាក់សុទ្ធតែមានប្រើតើឲ្យខ្ញុំទ្រាំមិនទិញយ៉ាងម៉េចបានទៅពូនងហើយដែលជាបញ្ហានោះក្មួយកំពុងតែចាយលុយដែលក្មួយមិនទាន់មានដើម្បីទិញរបស់ដែលក្មួយមិនត្រូវការដើម្បីធ្វើឲ្យមនុស្សដែលក្មួយមិនចូលចិត្តកោតសរសើរក្មួយពុទ្ធោអើយសម្ដីពូត្រីចំកណ្ដាលបេះដូងខ្ញុំតែម្ដងខ្ញុំចាយលុយដើម្បីតែមុខមាត់នៅក្នុងសង្គមសោះមុខមាត់មានតម្លៃថ្លៃណាស់អាថ្នោតបើក្មួយមិនចេះគ្រប់គ្រងចិត្តខ្លួនឯងទេទោះរកបានមួយខែ$10,000ក៏នៅតែមិនសល់ដែរបានពិតមែនហើយពូខ្ញុំចាប់ផ្ដើមយល់ហើយថាហេតុអីបានជាកាបូបលុយខ្ញុំវារក្សាលុយមិនជាប់អញ្ចឹងម្យ៉ាងទៀតពេលក្មួយរកលុយបានកាន់តែច្រើនក្មួយក៏ចាប់ផ្ដើមដំឡើងកម្រិតជីវភាពខ្លួនឯងឲ្យខ្ពស់ទៅតាមនឹងដែរមែនទេបាទពូពីមុនញ៉ាំបាយកញ្ចប់ឥឡូវត្រូវចូលហាងពីមុនផឹកកាហ្វេកញ្ចប់ឥឡូវត្រូវផឹកកាហ្វេ brand ល្បីៗមួយកែវ$4-5សាកគិតមើលទៅកាហ្វេមួយកែវ$5បើផឹកជារៀងរាល់ថ្ងៃមួយខែផឹកអស់$150បាត់ទៅហើយអូ$150បើគិតមួយថ្ងៃវាដូចជាតិចតួចតែដល់ពេលសរុបមួយខែគឺស្មើនឹងលុយជួលផ្ទះខ្ញុំបាត់ទៅហើយអានឹងហើយដែលគេហៅថាការចំណាយតូចតាចដែលមើលរំលងមនុស្សយើងច្រើនតែប្រយ័ត្នរឿងចំណាយធំតែធ្លាយលុយរាល់ថ្ងៃដោយសារតែរឿងតូចតាចទាំងនេះឯងចុះឲ្យខ្ញុំធ្វើយ៉ាងម៉េចទៅពូ
ឲ្យខ្ញុំឈប់ញ៉ាំរបស់ឆ្ងាញ់ឈប់ផឹកកាហ្វេដែលខ្ញុំចូលចិត្តនិងរស់នៅដូចជាអ្នកក្រវិញមែនទេមិនមែនឲ្យឈប់ទេតែឲ្យចេះកំណត់បើក្មួយផឹកកាហ្វេថ្លៃរាល់ថ្ងៃវានឹងលែងคล้ายជាការផ្ដល់រង្វាន់ឲ្យខ្លួនឯងតែវានឹងคล้ายជាបន្ទុកអញ្ចឹងបានន័យថាបើខ្ញុំបដូរមកផឹកកាហ្វេថ្លៃតែថ្ងៃចុងសប្តាហ៍ហើយថ្ងៃធម្មតាឆុងខ្លួនឯងខ្ញុំនឹងសល់លុយរាប់រយដុល្លារក្នុងមួយខែត្រឹមត្រូវការរស់នៅឲ្យបានសុខមិនមែនជាការចាយលុយឲ្យអស់ពីកប៉ៅដើម្បីបង្ហាញគេទេតែជាការមានសន្តិសុខហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតអូខ្ញុំយល់ហើយពូជីវិតស៊ីវិល័យពិតប្រាកដគឺជីវិតដែលមិនបារម្ភរឿងដាច់ខែមិនមែនជីវិតដែលមានតែរបស់ brand តែក្នុងកាបូបគ្មានលុយនោះទេមានរឿងមួយទៀតណាថ្នោតតើក្មួយធ្លាប់កត់សម្គាល់មើលអត់ថាក្មួយចូលចិត្តទិញរបស់របរខ្លាំងបំផុតនៅពេលណាឲ្យទៅពេលខ្ញុំមានអារម្មណ៍ថាហត់នឿយពីការងារឬក៏ពេលអបសុកយប់ឡើងគឺខ្ញុំចូលចិត្តមើលរបស់តាមអនឡាញនឹងឯងពូនឹងហើយដែលគេហៅថាការចាយតាមអារម្មណ៍ក្មួយចាយលុយដើម្បីទិញក្តីសុខបណ្ដោះអាសន្នមកបំពេញភាពហត់នឿយពិតមែនហើយពូពេលចុចកំងហើយខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តយ៉ាងខ្លាំងតែដល់ពេលអីវ៉ាន់មកដល់ផ្ទះស្រាប់តែមានអារម្មណ៍ថាស្ដាយក្រោយវិញព្រោះខួរក្បាលក្មួយចង់បានតែសារធាតុដូប៉ាមីនពេលទិញថ្មីប៉ុណ្ណោះរបស់ដែលទិញមកមិនមែនជាអ្វីដែលក្មួយត្រូវការមែនទេអញ្ចឹងបានន័យថាខ្ញុំកំពុងតែយកលុយដែលខំរកទាំងលំបាកទៅដូរយកក្តីសុខតែ2-3នាទីសោះហ្នឹងមែនហើយកាលណាក្មួយអបសុកឬក៏ stress ក្មួយគួរតែរកវិធីសប្បាយផ្សេងដែលមិនអស់លុយដូចជាហាត់ប្រាណឬក៏អានសៀវភៅវិញចុះបើខ្ញុំឃើញរបស់ដែលខ្ញុំចង់បានខ្លាំងមែនទែនតើឲ្យខ្ញុំធ្វើយ៉ាងម៉េចទើបទប់ចិត្តបានទៅពូសកប្រើច្បាប់48ម៉ោងទៅមើលឃើញរបស់នឹងហើយកុំអាលទិញចាំ48ម៉ោងក្រោយចាំសួរខ្លួនឯងម្ដងទៀតថានៅចង់បានវាទៀតឬក៏អន់គំនិតពូល្អណាស់ភាកច្រើនប្រហែលជា48ម៉ោងក្រោយខ្ញុំច្បាស់ជាលែងចង់បានវាបាត់ទៅហើយពូខ្ញុំព្យាយាមសំលុយដែរតាគឺរងចាំឲ្យដល់ដាច់ខែសល់ប្រមាណសំប៉ុណ្ណឹងប៉ុន្តែដាច់ខែម្ដងសល់តែសបកកបោបរហូតក្មួយធ្វើខុសលំដាប់ហើយអាថ្នោតមនុស្សភាគច្រើនចាយសិនសល់ចាំសន្សំតែលទ្ធផលគឺមិនដែលសល់ទេចុះឲ្យខ្ញុំធ្វើយ៉ាងម៉េចវិញទៅពូបើមិនឲ្យចាយតើឲ្យខ្ញុំយកលុយឯណាទៅបង់ថ្លៃផ្ទះថ្លៃទឹកភ្លើងក្មួយត្រូវសំសិនចាំចាយតាមក្រោយឲ្យទៅលុយប្រាក់ចេញភ្លាមកាត់ 10% ឬ 20% ដាក់ក្នុងគណនីសន្សំដែលដកមិនបានភ្លាមចុះបើកាត់ចេញភ្លាមអញ្ចឹងតើលុយដែលនៅសល់វាមិនខ្វះសម្រាប់ចាយវាយក្នុងខែនឹងទេអីមិនខ្វះទេមនុស្សយើងមានសមត្ថភាពអស្ចារ្យណាស់គឺក្មួយនឹងចេះលៃលកចាយវាយទៅតាមលុយដែលនៅសល់នៅក្នុងដៃនឹងឯងអូបានន័យថាបើខ្ញុំសល់ 80% នៅក្នុងដៃខ្ញុំនឹងបង្ខំចិត្តរស់នៅតាមកម្រិត 80% នឹងដោយស្វ័យប្រវត្តិមែនទេពូត្រឹមត្រូវគេហៅវាថាការសន្សំដោយស្វ័យប្រវត្តិក្មួយនឹងលែងបារម្ភពីរឿងដាច់ខែគ្មានសល់ព្រោះក្មួយបានដកលុយសន្សំទុកតាំងពីដើមខែបាត់ទៅហើយខ្ញុំយល់ហើយសន្សំមុនចាយគឺការផ្ដល់រង្វាន់ឲ្យខ្លួនឯងនាពេលអនាគតមិនមែនជាការបង្អត់ខ្លួនឯងនាពេលបច្ចុប្បន្នទេមែនហើយធ្វើបែបនេះតែ6ខែក្មួយនឹងឃើញទឹកប្រាក់ក្នុងគណនីសន្សំពិតជាអស្ចារ្យមិនខានពូឥឡូវខ្ញុំយល់ពីមូលហេតុដែលខ្ញុំគ្មានលុយសល់ហើយតែ
តើខ្ញុំគួរតែចាប់ផ្ដើមកត់ត្រាចំណាយយ៉ាងម៉េចទៅដើម្បីកុំឲ្យវាធុញសម័យឥឡូវនេះមានអាបច្រើនណាស់អាត្នោតគ្រាន់តែចំណាយអីមួយចុចបញ្ចូលភ្លាមវានឹងប្រាប់ក្មួយថាខែហ្នឹងក្មួយចាយរឿងអីខ្លះអស់ច្រើនជាងគេអញ្ចឹងពេលខ្ញុំឃើញថាខែហ្នឹងខ្ញុំចាយលើកាហ្វេអស់ច្រើនពេកខ្ញុំនឹងដឹងខ្លួនឯងដើម្បីកាត់បន្ថយនៅខែក្រោយមែនទេពូត្រូវហើយការកត់ត្រាធ្វើឲ្យយើងឃើញការពិតមនុស្សយើងច្រើនតែបោកប្រាស់ខ្លួនឯងថាមិនអីទេគ្រាន់តែបន្តិចបន្តួចសោះនឹងពូបញ្ញាចុះបើរស់នៅបែបអន្សំអន្ចៃពេកតែជីវិតយើងវាមិនសោះក៏ក្រោះពេកទេអីការរស់នៅឲ្យបានសុខមិនមែនមានន័យថារស់នៅបែបអ្នកក្រទេតែជាការរស់នៅបែបអ្នកមានពិតប្រាកដគឺមានលុយបំរុងទុកសម្រាប់គ្រាអាសន្ននិងការវិនិយោគមែនពូបើខ្ញុំមានលុយសន្សំក្នុងដៃខ្ញុំច្បាស់จะដេកលក់ស្រួលជាងមុនមិនចាំបាច់បារម្ភខ្លាចគេមកបញ្ឈប់ពីការងារឬខ្លាចគ្មានលុយបង់ថ្លៃផ្ទះទេនឹងហើយជាសេចក្តីសុខពិតប្រាកដសេចក្តីសុខដែលកើតចេញពីភាពរឹងមាំខាងហិរញ្ញវត្ថុមិនមែនកើតចេញពីសម្ភារៈនិយមបណ្ដោះអាសន្នឡើយអរគុណណាស់ពូចាប់ពីខែក្រោយទៅថ្នោតម្នាក់នេះនឹងលែងជាថ្នោតដាច់ខែដាច់លុយទៀតហើយល្អណាស់ចាំទុកណាថ្នោតមិនសំខាន់តែក្មួយរកបានប៉ុន្មានទេសំខាន់គឺក្មួយរក្សាទុកបានប៉ុន្មាននិងយកវាទៅធ្វើឲ្យកើតកូនចៅបានប៉ុណ្ណាពូបញ្ញាជឿអត់ថ្ងៃនេះខ្ញុំមានអារម្មណ៍ថាមានមោទនភាពលើខ្លួនឯងខ្លាំងណាស់គ្រាន់តែមិនបានចំណាយលុយលើកាហ្វេថ្លៃមួយកែវល្អណាស់ក្មួយកាលណាក្មួយឈ្នះចិត្តខ្លួនឯងលើរឿងតូចតាចបានក្មួយនឹងឈ្នះរឿងធំនៅថ្ងៃអនាគតមិនខានមែនពូខ្ញុំសាកគិតមើលទៅបើមួយថ្ងៃសន្សំបាន$5មួយខែគឺ$150ហើយមួយឆ្នាំគឺជិត$2,000ឯណោះត្រូវហើយបើក្មួយយកលុយ$2,000ហ្នឹងទៅវិនិយោគឲ្យកើតជាកូនជាចៅទៀតនោះក្មួយនឹងមានទ្រព្យសម្បត្តិដោយមិនដឹងខ្លួនចុះបើមិត្តភក្តិខ្ញុំគេសួរថាមិនក៏សម័យនេះហើយនៅមកអង្គុយឆុងកាហ្វេញ៉ាំខ្លួនឯងអញ្ចឹងមិនខ្លាចគេថាយើងអន់ទេអីពូក្មួយប្រាប់គេទៅថាខ្ញុំសុខចិត្តមើលទៅអន់នៅក្នុងភ្នែកអ្នកដទៃតែមានលុយពេញធនាគារប្រសើរជាងមើលទៅលុយតែចម្ពាក់លុយគេជុំទឹះអូហូឃ្លានេះចាក់ដោតណាស់ពូមែនហើយអ្នកដែលសើចយើងថ្ងៃនេះគេមិនមែនជាអ្នកមកជួយបង់ថ្លៃផ្ទះឲ្យយើងពេលយើងដាច់លុយឯណាមែនទេពូត្រឹមត្រូវហើយសេចក្តីសុខពិតប្រាកដគឺសេរីភាពដែលមិនស្ថិតក្រោមសម្ពាធនៃបំណុលនិងការបង្អួតអ្នកដទៃខ្ញុំយល់ច្បាស់ហើយពូចាប់ពីថ្ងៃនេះទៅខ្ញុំនឹងក្លាយជាអាត្នោតសម័យថ្មីដែលរស់នៅមានផែនការច្បាស់លាស់ពូជឿជាក់លើក្មួយចាំទុកថាការរស់នៅសម័យឥឡូវមិនមែនប្រកួតគ្នាលើសម្ភារៈទេគឺការប្រកួតគ្នាលើបញ្ញាហិរញ្ញវត្ថុបងប្អូនទាំងអស់គ្នាភាគទី1នៃរឿងហេតុអីរកលុយបានច្រើនតែគ្មានសល់ត្រូវបានបញ្ចប់ត្រឹមនេះហើយសង្ឃឹមថាបទពិសោធន៍របស់ក្មួយត្នោតនឹងជួយឲ្យបងប្អូនទាំងអស់គ្នាចេះវះកាត់ហោប៉ៅដែលធ្លាយរបស់ខ្លួនឯងបានទាន់ពេលវេលាកុំភ្លេចណាសន្សំមុនចាយបែងចែកនីតនិងវ៉ាន់ហើយកត់ត្រាចំណាយរាល់ថ្ងៃបើបងប្អូនចូលចិត្តចំណេះដឹងនៃការរស់នៅសម័យឥឡូវបែបនេះកុំភ្លេចជួយចុច like និង share វីដេអូនេះផងរួចចុះបងប្អូនវិញនោះតើធ្លាប់ជួបបញ្ហារកលុយបានច្រើនតែគ្មានសល់ដូចខ្ញុំដែរអត់បើធ្លាប់ជួយ comment ប្រាប់ពីមូលហេតុផងណានៅភាគក្រោយពូនឹងបង្រៀនក្មួយត្នោតអំពីវិធីដោះស្រាយបំណុលសម្រាប់អ្នកដែលកំពុងជាប់ជំពាក់គេតើក្មួយចង់រៀនអត់
ចង់ណាស់ពូព្រោះមិត្តភក្តិខ្ញុំច្រើនណាស់ដែលកំពុងទៅវិលមុខរឿងបំណុលវ៉ាន់កបើអញ្ចឹងចាំជួបគ្នានៅភាគទី2ក្នុងពេលឆាប់នេះសូមចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីកុំឲ្យរំលងមេរៀនល្អៗពី Channel យើងខ្ញុំសូមអរគុណនិងសូមជម្រាបលាអន្ទាក់នៃការបង់រំលោះអូហូស្អាតខ្លាំងណាស់លោកអើយកាមេរ៉ាក៏ច្បាស់រូបរាងក៏លយបើបានកាន់តែថតរូបបង្ហោះ Facebook ច្បាស់ជាមានគេ like ច្រើនណាស់តែតម្លៃវាដល់ទៅ$1200ឯណោះខ្ញុំទៅមិនដោះបំណុលអស់សល់លុយក្នុងដៃទៅ$200ហ្នឹងតើឲ្យទិញយ៉ាងម៉េចទៅយ៉ាងម៉េចហើយអាថ្នោតឃើញឈរហូរទឹកមាត់មុខហាងទូរស័ព្ទតែចង់បង្កើតបំណុលថ្មីទៀតហើយមែនទេអូពូបញ្ញាមិនមែនបំណុលអីធំដុំទេពូខ្ញុំឃើញគេដាក់ស្លាកថាបង់រំលោះ 0% ការប្រាក់ហើយបង់ត្រឹមតែ$1ក្នុងមួយថ្ងៃប៉ុណ្ណោះ$1ក្នុងមួយថ្ងៃស្ដាប់ទៅដូចជាជាតិណាស់មែនទេតែតើក្មួយដឹងអត់ថាឥតគិតថ្លៃវាមិនដែលជារឿងពិតនៅក្នុងពិភពចំនួនទេតែគេសរសេរអក្សរធំតើពូថា 0% ការប្រាក់បើខ្ញុំបង់រាល់ខែត្រឹមតែ$30-40វាមិនដែលប៉ះពាល់ជីវភាពខ្ញុំទេនឹងហើយជាអន្ទាក់ដែលគេរៀបចំទុកសម្រាប់មនុស្សដែលគិតតែរឿងចំណាយប្រចាំខែតែមិនគិតពីតម្លៃសរុបហើយចុះខុសគ្នាយ៉ាងម៉េចទៅពូបើគេឲ្យយើងយករបស់មកប្រើមុនហើយបង់លុយតាមក្រោយដោយគ្មានការប្រាក់វាមិនមែនជាការចំណេញទេអីពូតោះចូលមកក្នុងមកពូនឹងបង្ហាញក្មួយពីល្បែងលេខដែលគេលាក់បាំងក្មួយឯងបាទពូបើពូថាមានអន្ទាក់ខ្ញុំត្រូវតែដឹងឲ្យច្បាស់សិនព្រោះខ្ញុំមិនចង់ធ្លាក់ចូលក្នុងដៅម្ដងទៀតទេការពិនិត្យមើលថ្លៃសេវាលាក់មុខ Hidden Fees ក្មួយមើលអក្សរតូចនៅខាងក្រោមនេះថ្លៃសេវារដ្ឋបាល$50និងថ្លៃធានារ៉ាប់រងឥណទាន$3ក្នុងមួយខែហាហើយចុះមិនក៏គេមិនដាក់អក្សរធំដូចជាពាក្យ 0% ផងពូនេះបើគិតទៅចិត្តអស់$100បន្ថែមបាត់ទៅហើយនឹងហើយគេប្រើពាក្យ 0% ដើម្បីទាក់ទាញចិត្តក្មួយតែគេយកចំណេញតាមរយៈថ្លៃសេវាផ្សេងដែលក្មួយមើលមិនឃើញអញ្ចឹងបានន័យថាបើខ្ញុំទិញលុយសុទ្ធ$1200គឺចប់តែបើបង់រំលោះខ្ញុំអាចនឹងត្រូវអស់ដល់ទៅ$1350ត្រឹមត្រូវហើយក្មួយត្រូវជាប់ជំពាក់គេរហូតដល់ទៅ36ខែឬ3ឆ្នាំឯណោះដើម្បីតែបានទូរស័ព្ទមួយ3ឆ្នាំដល់ពេលហ្នឹងទូរស័ព្ទហ្នឹងប្រហែលជាចាស់សេរីឬក៏ដើរលេងរួចបាត់ទៅហើយតែខ្ញុំនៅតែត្រូវបង់លុយឲ្យគេរាល់ខែទៀតនឹងហើយជាទេសកលហិរញ្ញវត្ថុនោះក្មួយកំពុងតែបញ្ចាំកម្លាំងពលកម្មនាពេលអនាគតរបស់ក្មួយដើម្បីតែរបស់ដែលចុះថ្លៃរាល់ថ្ងៃស្ដាប់ពូនិយាយទៅខ្ញុំមានអារម្មណ៍ថាដូចជាកំពុងតែយកចង្វាក់មកដាក់លើកខ្លួនឯងវិញអញ្ចឹងរបស់ប្រើប្រាស់ដែលចុះថ្លៃ depreciating asset មិនគួរប្រើវិធីបង់រំលោះយូរឆ្នាំអញ្ចឹងទេបើមិនចាំបាច់បំផុតនោះពិតមែនហើយពូខ្ញុំស្ទើរតែចាញ់បោកពាក្យថាត្រឹមតែ$1ក្នុងមួយថ្ងៃនឹងបាត់ទៅហើយមនុស្សសម័យនេះចង់បានអ្វីគ្រប់យ៉ាងភ្លាមគេមិនចង់រងចាំសំលុយឲ្យគ្រប់ដើម្បីទិញទេបាទពូព្រោះបានសំលុយដល់ទៅ$120ប្រហែលជាត្រូវចំណាយពេល1ឆ្នាំឯណោះខ្ញុំខ្លាចមិនទាន់សម័យនឹងគេណាពូការមិនចង់រងចាំគឺជាសត្រូវនៃភាពមានបានកាលណាក្មួយទិញរបស់តាមរយៈការបង់រំលោះក្មួយកំពុងតែស៊ីចំណេញខ្លួនឯងនាពេលអនាគតរួចចប់បើខ្ញុំចាំបាច់ត្រូវប្រើវាដើម្បីធ្វើការងារតែខ្ញុំគួរធ្វើយ៉ាងម៉េចទៅពូបើគ្មានលុយសុទ្ធនោះបើវាជាឧបករណ៍រកចំណូល investment វាជារឿងផ្សេងតែបើវាគ្រាន់តែជារបស់បង្អួតក្មួយកំពុងតែធ្វើបាបខ្លួនឯងហើយ
មែនពូតាមពិតទូរស័ព្ទចាស់ខ្ញុំនៅប្រើបានតើគ្រាន់តែវាចង់ចាស់សេរីបន្តិចនិងថតរូបមិនសូវលយដូចជាគេសាកគិតទៅមើលបើក្មួយទ្រាំប្រាដដែលនឹងមួយឆ្នាំទៀតហើយសន្សំលុយដែលត្រូវបង់ម្លោះនឹងទុកតើនឹងមានរឿងអ្វីកើតឡើងមួយឆ្នាំក្រោយខ្ញុំនឹងមានលុយសុទ្ធ$1200នៅក្នុងដៃហើយដល់ពេលហ្នឹងទូរស័ព្ទស៊េរីនេះច្បាស់ជាចុះថ្លៃសល់តែ$800ទេឃើញទេក្មួយសន្សំបាន$400ដោយគ្រាន់តែចេះរងចាំនេះហើយជាចំណេញពិតប្រាកដអូហូចំណេះដឹងនេះអស្ចារ្យណាស់ពូការអត់ធ្មត់គឺជាការរកប្រាក់ចំណេញដោយមិនចាំបាច់ធ្វើការបញ្ហាមិនមែននៅត្រង់ទូរស័ព្ទមួយគ្រឿងទេគឺវានឹងមានរបស់បន្ទាប់ជានិច្ចមែនពូឲ្យតែបងរំលោះបានមួយគឺយើងចង់បានរបស់ផ្សេងទៀតព្រោះគិតថាបងមួយខែតែមិនតិចបន្តួចសោះរំលោះទូរស័ព្ទ$40ម៉ូតូ$70ទូទឹកកក$20បូកចុះបូកឡើងគឺស្មើនឹងប្រាក់ខែក្មួយទាំងមូលបាត់ទៅហើយពិតមែនហើយពូដល់ពេលហ្នឹងរកបានមកប្រមាណគឺកាត់ផ្ទេរឲ្យក្រុមហ៊ុនរំលោះអស់មិនខុសពីធ្វើការឲ្យគេហ្វ្រីទេគេហៅថាអន្ទាក់សន្ទូចគេឲ្យក្មួយស៊ីនុយបន្តិចតែគេធ្ពក់មាត់ក្មួយជាប់រាប់ឆ្នាំលែងឲ្យក្មួយមានសេរីភាពទៅណាបានហើយខ្ញុំធ្លាប់ឃើញមិត្តភក្តិខ្ញុំម្នាក់បងរំលោះជុំទឹះរហូតដល់ថ្នាក់គ្មានលុយទិញបាយត្រូវដេកស៊ីមីកញ្ចប់តែប្រើ iPhone ស៊េរីចុងក្រោយតើជីវិតបែបហ្នឹងវាមានសេចក្តីសុខទេសម្ភារៈនិយមខាងក្រៅតែខាងក្នុងពោពេញដោយភាពភ័យខ្លាចហើយនឹងខ្វះខាតអត់ទេពូខ្ញុំមិនចង់រស់នៅបែបហ្នឹងទៀតទេខ្ញុំចង់រស់នៅដែលមានមោទនភាពលើលុយដែលខ្ញុំមានពិតប្រាកដចងចាំទុកណាថ្នោតបើក្មួយទិញរបស់ដែលក្មួយមិនត្រូវការមិនយូរទេក្មួយនឹងត្រូវលក់របស់ដែលក្មួយត្រូវការដើម្បីលុយឃ្លាននេះល្អណាស់ពូខ្ញុំនឹងចងចាំទុកជាមេរៀនប្រចាំជីវិតតែម្ដងពូចុះបើខ្ញុំចង់បានរបស់នឹងមែនទែនតើពូមានវិធីសន្សំបែបណាដែលមិនធ្វើឲ្យខ្ញុំមានអារម្មណ៍ថាពិបាកពេកទេប្រើវិធីសន្សំដាច់ដោយឡែកក្មួយបែងចែកលុយសន្សំជារៀងរាល់ខែសម្រាប់គោលដៅជាក់លាក់ឧទាហរណ៍ថាតម្លៃទូរស័ព្ទ$1200បើខ្ញុំសន្សំមួយខែ$100រយៈពេល12ខែខ្ញុំនឹងបានវាដោយមោទនភាពត្រឹមត្រូវហើយក្នុងអំឡុងពេល12ខែហ្នឹងបើក្មួយប្តូរចិត្តលេងចង់បានទូរស័ព្ទក្មួយនឹងមានលុយសុទ្ធ$1200ដើម្បីយកទៅវិនិយោគអូមែនតាបើបងម្លោះក៏ប្តូរចិត្តលេងបានហើយតែបើក្នុងអំឡុងពេលសន្សំខ្ញុំអាចប្តូរចិត្តបានគ្រប់ពេលនេះហើយដែលជាអំណាចនៃលុយសុទ្ធក្មួយគឺជាម្ចាស់លើលុយនិងម្ចាស់លើការសម្រេចចិត្តរបស់ខ្លួនឯងហើយពេលដែលខ្ញុំកាន់លុយសុទ្ធទៅទិញខ្ញុំអាចតថ្លៃគេបានទៀតមែនទេពូពិតមែនហើយអ្នកលក់ចូលចិត្តលុយសុទ្ធណាស់ក្មួយអាចនឹងបានការបញ្ចុះតម្លៃនិងកាដូថែមច្រើនជាងអ្នកបងរំលោះទៅទៀតអូ តែប៉ុណ្ណេះខ្ញុំយល់ហើយពូការសន្សំលុយដើម្បីទិញគឺចំណេញទាំងតម្លៃចំណេញទាំងផ្លូវចិត្តនិងចំណេញទាំងសេរីភាពល្អណាស់ចាប់ផ្ដើមសន្សំពីថ្ងៃនេះទៅថ្ងៃក្រោយក្មួយនឹងអរគុណខ្លួនឯងដែលមិនបានទាញបានបងរំលោះមកប្រើពូចុះបើខ្ញុំប្រើបានឥណទាន credit card វិញធនាគារឲ្យខ្ញុំចាយមុន30ទៅ40ថ្ងៃដោយមិនគិតការប្រាក់ផងហ្នឹងវាជាឧទាហរណ៍ដ៏ល្អបើក្មួយមានវិន័យដៃថែបតែសម្រាប់មនុស្សទូទៅវាកំពុងតែជំរុញឲ្យក្មួយចាយលុយដែលក្មួយមិនទាន់រកបានមែនពូពេលដកកាតមួយឆោតខ្ញុំមានអារម្មណ៍ថាដូចជាមិនមែនចាយលុយខ្លួនឯងអញ្ចឹងគឺស្រួលដៃណានឹងហើយជាចិត្តទៅសោះការចាយលុយសុទ្ធធ្វើឲ្យក្មួយឈឺចាប់នៅពេលដែលឃើញលុយចេញពីហោប៉ៅតែការឆោតកាតវាធ្វើឲ្យក្មួយស្ពឹកអណ្ដែតអណ្ដូង
ចុះបដល់ខែខ្ញុំបង់តែចំនួនអបបរមា minimum payment ដែលគេតម្រូវឲ្យបង់បន្តិចបន្តួចសោះនោះតើបានអត់ពូកុំឲ្យសោះអាថ្នោតបើក្មួយបង់តែចំនួនអបបរមានោះការប្រាក់ 18% ទៅ 20% ក្នុងមួយឆ្នាំនឹងចាប់ផ្ដើមស៊ីសាច់ក្មួយភ្លាមហា 20% ច្រើនជាងការប្រាក់កម្ចីធម្មតា7-2 ដងឯណោះពូត្រឹមត្រូវបើក្មួយបង់មិនអស់រាល់ខែទេក្មួយនឹងជាប់គុកបំណុលកាតនេះមួយជីវិតព្រោះការប្រាក់វាបូកលើដើមមិនឈប់មិនឈរទេអូយស្ដាប់ទៅគួរឲ្យខ្លាចណាស់ពូអញ្ចឹងកាតនេះវាអាចជាអាវុធមុខពីរមែនទេពូមែនហើយបើក្មួយមិនអាចគ្រប់គ្រងចិត្តចង់បានរបស់ក្មួយទេកុំប្រើវាអីប្រសើរជាងពូចុះរឿងឡានវិញនោះមិត្តភ័ក្ដិខ្ញុំម្នាក់សុទ្ធតែបង់ម្លោះឡានជិះបង្អួតស្រីអស់ហើយខ្ញុំនៅតែជិះម៉ូតូកាចាំងឡានគឺជាទ្រព្យដែលចុះថ្លៃលឿនបំផុតគ្រាន់តែបើកចេញពីហាងភ្លាមតម្លៃវាធ្លាក់ចុះ 10% ទៅ 20% បាត់ទៅហើយតែបើខ្ញុំបង់ម្លោះមួយខែ $300 ទៅ$400 ខ្ញុំនឹងមានឡានជិះលយឆាយបាត់ទៅហើយពូអើយកុំភ្លេចគិតថ្លៃសង់ថ្លៃប្ដូរប្រេងម៉ាស៊ីនថ្លៃឈៀកថ្លៃធានារ៉ាប់រងនិងថ្លៃជួសជុលផងអូងាប់ហើយគិតទៅក្នុងមួយខែអាចជិតអស់$600ឯណោះស្មើនឹងចំណូលពាក់កណ្ដាលរបស់ខ្ញុំបាត់តើក្មួយចង់បានឡានដើម្បីបម្រើក្មួយឬក៏ចង់ឲ្យខ្លួនឯងទៅបម្រើឡានវិញបម្រើឡានយ៉ាងម៉េចទៅពូឡានជាអ្នកដឹកខ្ញុំទៅណាមកណាតើក្មួយត្រូវខំធ្វើការស្ទើរងាប់មិនហ៊ានឈឺមិនហ៊ានសម្រាកដើម្បីទៅរកលុយមកបង់រំលោះនិងចាក់សាំងឲ្យវានឹងឯងត្រូវទៀតមែននឹងពូបើអញ្ចឹងខ្ញុំសុកចិត្តជិះម៉ូតូសិនចុះចាំមានលុយសុទ្ធគ្រាន់បើចាំទិញឡានដែលសមនឹងសមត្ថភាពខ្លួនឯងការសម្រេចចិត្តបែបនេះនឹងជួយឲ្យក្មួយសល់លុយរាប់$10,000នៅក្នុងរយៈពេលវែងពូចុះផ្ទះវិញគេថាផ្ទះជាទ្រព្យឡើងថ្លៃទិញម្លោះទុកមិនខាតទេមែនទេពូផ្ទះជាទ្រព្យពិតមែនហើយតែបើក្មួយបង់ម្លោះដែលលើសពី 30% នៃចំណូលប្រចាំខែវានឹងក្លាយជាគុកចុះបើគេឲ្យបង់ម្លោះរហូតដល់20ឆ្នាំតើវាយូរពេកទេពូ20ឆ្នាំក្មួយដឹងអត់ថាការប្រាក់សរុបដែលក្មួយបង់ឲ្យធនាគារអាចទិញបានផ្ទះមួយទៀតឯណោះបង់លុយទិញផ្ទះមួយតែអស់លុយស្មើនឹងទិញផ្ទះពីរច្រើនម្លេះពូនឹងហើយជាអំណាចនៃការប្រាក់បើក្មួយមិនមានលុយតម្កល់មុន down payment ឲ្យច្រើនទេក្មួយនឹងខាតបង់ធ្ងន់ណាស់អញ្ចឹងបានន័យថាមុននឹងទិញផ្ទះរំលោះខ្ញុំគួរតែមានលុយយ៉ាងហោច 30% នៃតម្លៃផ្ទះសិនមែនទេពូត្រឹមត្រូវដើម្បីកាត់បន្ថយដើមនឹងការប្រាក់ហើយកុំបង់លើសពី20ឆ្នាំឲ្យសោះបើអាចធ្វើបានយល់ហើយពូផ្ទះគួរតែជាកន្លែងផ្ដល់សេចក្តីសុខមិនមែនជាកន្លែងដែលធ្វើឲ្យយើងដេកភ័យរឿងដាច់លុយបង់រាល់ខែទេឆ្លាតណាស់ទិញផ្ទះដែលក្មួយអាចបង់រួចមិនមែនទិញផ្ទះដែលក្មួយសម័យចង់បានតែលើសសមត្ថភាពនោះទេពូចុះបើបង់ម្លោះបានពាក់កណ្ដាលទីហើយស្រាប់តែយើងគ្មានលុយបង់បន្តតើមានរឿងអីកើតឡើងទៅពូសោកនាដកម្មនឹងកើតឡើងព្រោះធនាគារឬក្រុមហ៊ុននឹងដកហូតទ្រព្យនោះត្រឡប់ទៅវិញភ្លាមហើយចុះលុយដែលខ្ញុំខំកក់និងខំបង់រាប់ឆ្នាំមកនោះតើគេសងយើងវិញខ្លះអត់ពូភាគច្រើនគឺអត់ទេក្មួយនឹងបាត់បង់ទាំងទ្រព្យបាត់បង់ទាំងលុយដែលខំបង់ហើយថែមទាំងខូចឈ្មោះក្នុងបញ្ជីខ្មៅទៀតពុទ្ធោអើយស៊ីមបាល់រាប់ឆ្នាំបង់ឲ្យគេចិត្តផុតទៅហើយស្រាប់តែបាត់បង់អ្វីគ្រប់យ៉ាងក្នុងមួយពព្រិចភ្នែកនឹងហើយជាហានិភ័យនៃការបង់រំលោះនោះវាដូចជាក្មួយកំពុងជួលរបស់គេប្រើប្រាស់ក្នុងតម្លៃថ្លៃអញ្ចឹង
ដរាបណាក្មួយបងមិនទាន់ដាច់អូឥឡូវខ្ញុំទៅទៅយល់ថាហេតុអីបានជាពូបញ្ញាតែងតែដាស់តឿនឲ្យខ្ញុំប្រុងប្រយ័ត្នរឿងបងរំលោះម្លេះមុននឹងចុះហត្ថលេខាបងរំលោះអីមួយត្រូវសួរខ្លួនឯងថាបើខែក្រោយខ្ញុំបាត់បង់ការងារតើខ្ញុំមានលុយបង់គេបាន6ខែទៀតឬក៏អត់បើអត់ទេមិនគួរទិញជាដាច់ខាតមែនទេពូត្រឹមត្រូវបំផុតសុវត្ថិភាពត្រូវតែមកមុនភាពលយឆាយជានិញពូចុះបើរំលោះសុទ្ធតែមិនល្អតើពិភពលោកនេះមាននរណាហ៊ានខ្ចីលុយមករកស៊ីទៀតក្មួយត្រូវស្គាល់ពីបំណុលល្អបំណុលល្អគឺជាបំណុលដែលយកមកហើយបង្កើតចំណូលឲ្យក្មួយច្រើនជាងការប្រាក់ដែលក្មួយបង់ឧទាហរណ៍យ៉ាងម៉េចទៅពូដូចជាខ្ចីលុយទៅទិញឡានដឹកទំនិញដើម្បីរកស៊ីមែនទេត្រូវហើយបើឡាននឹងរកចំណូលឲ្យក្មួយ$1000ក្នុងមួយខែហើយក្មួយបង់រំលោះទៅ$300នោះវាជាបំណុលល្អចុះបំណុលអាក្រក់វិញនោះពូគឺដូចជាការបង់រំលោះទូរស័ព្ទដែលខ្ញុំចង់បានកាលពីដើមរឿងមែនទេមែនហើយព្រោះវាដកលុយចេញពីហៅប៉ៅក្មួយរាល់ខែតែវាមិនបានរកលុយឲ្យក្មួយវិញសូម្បីតែ1រៀលឥឡូវខ្ញុំបែងចែកដាច់ហើយបំណុលល្អដាក់លុយចូលហៅប៉ៅបំណុលអាក្រក់ដកលុយចេញពីហៅប៉ៅការយល់ដឹងនេះនឹងធ្វើឲ្យក្មួយក្លាយជាអ្នកមាននៅថ្ងៃអនាគតអញ្ចឹងពីថ្ងៃនេះទៅខ្ញុំនឹងប្រមូលតែបំណុលល្អហើយបោះចោលបំណុលអាក្រក់ឲ្យអស់ល្អណាស់អាថ្នោតក្មួយចាប់ផ្ដើមមានភ្នែកសេដ្ឋវិទូហើយអូយពិបាកទប់ចិត្តណាស់ពូរបស់នឹងវាស្អាតពេកខ្ញុំចង់បានវាភ្លាមតែម្ដងប្រើច្បាប់24ម៉ោងដែលពូធ្លាប់ប្រាប់មើលទៅបើស្អែកក្មួយនៅតែចង់បានវាខ្លាំងចាំគិតម្ដងទៀតតែបើគេលក់ដាច់អស់គិតមិនទៅពូគេថាមានសល់តែ2គ្រឿងចុងក្រោយទេនឹងជាល្បិចរបស់អ្នកលក់ទេគេបង្កើតភាពអាសន្នដើម្បីឲ្យក្មួយបាត់បង់ម្ចាស់ការលើការសម្រេចចិត្តបាទពូអញ្ចឹងខ្ញុំដាក់ទូរស័ព្ទចុះសិនហើយទៅដេកមួយសបកសិនចុះស្អែកឡើងក្មួយនឹងភ្ញាក់ផ្អើលដែលឃើញថាក្មួយលែងចង់បានវាខ្លាំងដោយកាលពីយប់មិញទៀតហើយមែនពូពេលខ្លាំងចិត្តយើងវាគ្រាន់តែឆេវឆាវមួយផ្លែតតាមពាណិជ្ជកម្មគេសោះការឈ្នះចិត្តខ្លួនឯងគឺជាជោគជ័យដ៏ធំបំផុតនៅក្នុងរឿងហិរញ្ញវត្ថុខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាខ្ញុំជាម្ចាស់លើលុយរបស់ខ្ញុំមែនទែនហើយមិនមែនឲ្យលុយដឹកចំោះខ្ញុំទៀតបានទេល្អណាស់នេះហើយជាចំណុចចាប់ផ្ដើមនៃសេរីភាពពូជឿអត់ថាតាំងពីខ្ញុំឈប់បង់រំលោះផ្ដេសផ្ដាស់មកខ្ញុំដេកលក់ស្រួលជាងមុនឆ្ងាយណាស់ព្រោះក្មួយលែងជំពាក់កម្លាំងពលកម្មរបស់ក្មួយឲ្យអ្នកដទៃរាល់ពេលដែលក្មួយរកបានវាគឺជារបស់ក្មួយពិតប្រាកដពីមុនមកខ្ញុំស្មានតែការមានរបស់លយជិះបង្អួតគេជាសេចក្តីសុខតែតាមការពិតជាគុកឥតចិញ្ចាំងសោះសេចក្តីសុខពិតប្រាកដគឺការមានសន្តិភាពនៅក្នុងចិត្តនិងមិនបារម្ភរឿងជំពាក់គេមែនតាពូទោះខ្ញុំជិះម៉ូតូតែម៉ូតូនេះជារបស់ខ្ញុំ100%មិនមែនជារបស់ក្រុមហ៊ុនបង់រំលោះទេត្រូវហើយមនុស្សដែលជិះឡានទំនើបតែបង់រំលោះវ៉ាន់កគេប្រហែលជាលួចចំណែនក្មួយដែលដើរលេងសប្បាយចិត្តបែបនេះផងក៏មិនដឹងហើយខ្ញុំលែងខ្វល់ពីខ្សែភ្នែកអ្នកដទៃហើយពូសំខាន់គឺកាបូបលុយខ្ញុំមានសុវត្ថិភាពការមិនប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃគឺជាគន្លឹះនៃសុភមង្គលក្នុងសម័យឥឡូវនេះបានខ្ញុំនឹងរស់នៅតាមលទ្ធភាពដែលខ្ញុំមាននិងសន្សំដើម្បីអនាគតវិញពូមានមោទនភាពលើក្មួយខ្លាំងណាស់អាថ្នោត
ពូឥឡូវនេះខ្ញុំដឹងពីរបៀបសន្សំនិងការពារខ្លួនពីអន្ទាក់បងរំលោះហើយតែចុះរឿងអនាគតវិញឆ្ងាយវិញនោះពូក្មួយចង់និយាយពីការរៀបចំទុកដាក់លុយកាក់សម្រាប់គ្រួសារនិងកូនចៅមែនទេបាទពូខ្ញុំឃើញបងប្អូនយើងច្រើនណាស់ខំរកមួយជីវិតតែដល់ពេលមានរឿងអីកើតឡើងស្រាប់តែលេងអស់គ្មានសល់ដល់កូនចៅសោះនោះហើយដែលជាបញ្ហាការរកលុយបានជាចំណែកមួយតែការពារលុយឲ្យនៅគង់វង្សវាជាចំណែកសំខាន់ជាងអញ្ចឹងតែយើងគួរធ្វើយ៉ាងម៉េចទៅពូតើត្រូវសន្សំទុកក្នុងធនាគារឬទិញមាសទុកឲ្យកូនវាមានវិធីច្រើនជាងនឹងដូចជាការប្រើធានារ៉ាប់រងនិងការបង្កើតទ្រព្យអកម្មជាដើមស្ដាប់ទៅគួរឲ្យចាប់អារម្មណ៍ណាស់ខ្ញុំចង់រៀនរឿងនឹងនៅភាគក្រោយដើម្បីត្រៀមខ្លួនជាមេគ្រួសារដ៏ល្អម្នាក់ល្អណាស់ចំណេះដឹងហិរញ្ញវត្ថុមិនមែនសម្រាប់តែយើងម្នាក់ឯងទេតែសម្រាប់មនុស្សដែលយើងស្រឡាញ់ផងដែរបាទខ្ញុំនឹងនាំមិត្តភ័ក្តិខ្ញុំមកស្ដាប់ពូបញ្ញាបញ្យលនៅភាគក្រោយឲ្យបានច្រើនមានទៅស្អីបើអញ្ចឹងជួបគ្នានៅភាគទី4ទៀតណាអាត្នោតមុននឹងបញ្ចប់ភាគនេះខ្ញុំសូមរំលឹកបងប្អូនពីមេរៀនដែលពូបញ្ញាបានបង្រៀនខ្ញុំ1កុំចាញ់បោកពាក្យ 0% ការប្រាក់ត្រូវពិនិត្យមើលថ្លៃសេវាលាក់មុខឲ្យច្បាស់2បើរបស់នោះមិនមែនជាឧបករណ៍រកចំណូលទេកុំបង់រំលោះអីប្រសើរជាង3ប្រើច្បាប់រងចាំ24ម៉ោងមុននឹងសម្រេចចិត្តទិញតាមអារម្មណ៍4បែងចែកឲ្យដាច់រវាងបំណុលល្អបង្កើនចំណូលនិងបំណុលអាក្រក់ដកចំណូល5សន្សំលុយសុទ្ធដើម្បីទិញគឺចំណេញជាងបង់រំលោះជានិញការរស់នៅដោយគ្មានបំណុលគឺជាសេរីភាពដ៏អស្ចារ្យបំផុតកុំឲ្យសម្ភារៈនិយមមកដឹកច្រមុះបងប្អូនឲ្យសោះសង្ឃឹមថាបងប្អូននឹងមិនធ្លាក់ក្នុងអន្ទាក់បង់រំលោះដោយដែលខ្ញុំស្ទើរតែធ្លាក់នោះឡើយរស់នៅដោយមានបញ្ញាជីវិតនឹងមានសេចក្តីសុខអរគុណបងប្អូនសម្រាប់ការតាមដានភាគទី3នេះតាំងពីដើមដល់ចប់បើបងប្អូនយល់ថាវីដេអូនេះមានប្រយោជន៍កុំភ្លេចចែករំលែកទៅកាន់មនុស្សជាទីស្រឡាញ់ផងជួយចុច Subscribe Channel ចំណេះដឹងនៃការរស់នៅសម័យឥឡូវម្នាក់មួយផងណាហើយកុំភ្លេចរងចាំតាមដានភាគទី4ដែលនឹងនិយាយអំពីសិល្បៈនៃការទុកលុយឲ្យកូនតើបងប្អូនធ្លាប់មានបទពិសោធន៍បង់រំលោះអ្វីខ្លះកុំភ្លេចខមមិនប្រាប់ពួកយើងផងពួកយើងនឹងព្យាយាមឆ្លើយរាល់ចម្លើយរបស់បងប្អូនជួបគ្នានៅភាគក្រោយទៀតសូមអរគុណនិងសូមជម្រាបលាសូមឲ្យកាបូបលុយរបស់បងប្អូនរឹងមាំជានិញ